Ba chồng vậy nâng chạy rung lạiរឿងមួយពីអឺមនុស្សយើងណាបងប្អូនមនុស្សយើងតាក់ទងទៅនឹង gossip 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 កើតឡើងបានតាមរយៈអីគេតាមរយៈការ discrimination ដែរហេតុអីបានមនុស្សយើងចាំបាច់ត្រូវតែរើសអើងគ្នាហេតុអីបានជាមនុស្សយើងចាំបាច់ត្រូវស្អប់ខ្ពើមគ្នាហេតុអីបានជាមនុស្សយើងចាំបាច់រើសអើងគ្នានិយាយដើមគ្នាបើយើងគិតឲ្យដល់ទៅវាកើតចេញពីការមិនពេញចិត្តការស្អប់ខ្ពើមបាទការស្អប់ខ្ពើមតែមួយគត់ការស្អប់ខ្ពើមកើតចេញពីណាដោយសារតែมันមានសេចក្តីស្រឡាញ់ការมันមានសេចក្តីស្រឡាញ់ការបើសិនជាយើងអត់មានសេចក្តីស្រឡាញ់ចំពោះនរណាម្នាក់ហើយគឺយើងរើសអើងយើងស្អប់ខ្ពើមយើងចាប់ដើមនិយាយអាក្រក់ពីគ្នាអញ្ចឹងអានេះហើយដែលមនុស្សទូទៅមិនបានយកចិត្តទុកដាក់បាទហេតុនេះបានយើងស្អប់ខ្ពើមគេសំណួរចោតសួរមួយបងប្អូនស្អប់ពើមគេនឹងមិនចូលចិត្តគេនឹងបងប្អូនដែរសួរគេទេថាគេចូលចិត្តបងប្អូនអត់ហើយនៅពេលដែលបងប្អូនបង្កើតពួកមិនចូលចិត្តនរណាម្នាក់បាទបងប្អូនមានដែលបានគិតទេថាតើអ្វីដែលបងប្អូនកំពុងគិតហ្នឹងវាជាវិញ្ញាណវាជាអេរិយាបថវាជាទឹកចិត្តមួយត្រឹមត្រូវអត់ខ្ញុំអត់និយាយដល់មនុស្សជាតិទេអត់និយាយទៅដល់អឺជាតិសាសន៍ទេយើងនិយាយតែពីចំពោះបុគ្គលចុះថាតើអ្វីដែលបងប្អូនកំពុងតែធ្វើហ្នឹងជាអំពើអីអាហ្នឹងគេហៅអំពើរើសអើងអំពើបាបហើយយើងខ្លួនឯងយើងមិនទាន់មានសេចក្តីស្រឡាញ់គ្រប់គ្រាន់សម្រាប់អ្នកដទៃផងហើយយើងចង់និយាយថាខ្លួនយើងជាមនុស្សល្អបាទយើងជាមនុស្សល្អយើងមិនទាន់បានធ្វើល្អចំពោះគាត់ផងហើយដែលបានយើងទៅស្អប់គាត់បាទយើងមិនទាន់បានផ្ដល់ក្តីស្រឡាញ់ដល់គាត់ផងហើយដែលបានយើងទៅស្អប់គាត់យើងមិនទាន់បានទៅកែខៃនៅចំណុចខ្វះខាតរបស់គាត់ផងហើយដែលបានយើងអួតថាយើងជាមនុស្សល្អយើងជាក្រុមមួយដែលល្អអញ្ចឹងណាអញ្ចឹងបើយើងជាមនុស្សល្អមែនយើងជាមនុស្សប្រកែមែនយើងគួរតែផ្ដល់ឱវាទផ្ដល់យោបល់ឬក៏យើងផ្ដល់សេចក្តីស្រឡាញ់ឲ្យគាត់ថែមទៀតដើម្បីឲ្យគាត់ដឹងថាអ្វីដែលគាត់កំពុងធ្វើវាស្ថិតនៅក្នុងចំណុចមួយខ្វះខាតចំណុចមួយខុសឆ្គងព្រោះមនុស្សម្នាក់វាមាននិស្ស័យពីកំណើតគាត់តែចាំទៅបាទมันអាចកែបានដោយខ្លួនឯងបានទេហើយមនុស្សត្រូវការស្រូបយកការរៀនសូត្រច្រើនការរៀនពីបរិបទនៅជុំវិញខ្លួនបាទធម្មតាទេបើយើងស្អប់អ្នកដទៃយើងត្រូវសួរសំណួរខ្លួនឯងថាអ្នកដែលយើងស្អប់នឹងគេស្រឡាញ់យើងអត់តែប៉ុណ្្នឹងទៅបានហើយណាហើយបើសិនជាយើងស្អប់គេយើងត្រូវសួរខ្លួនឯងថាបើយើងស្អប់គេតើយើងជាប្រជាពលរដ្ឋម្នាក់ល្អហើយនៅបានចែកម្លែកសេចក្តីស្រឡាញ់ដល់គេនៅបាទគិតពីប្រយោជន៍រួមដល់សង្គមទៅបងប្អូនអត់មានសេចក្តីសំអប់នៅក្នុងខ្លួនទៅបងប្អូនមានសេចក្តីស្រឡាញ់ហើយការរាប់អាននឹងពិតប្រាកដបាទបើយើងស្រឡាញ់តែគ្រួសារយើងស្រឡាញ់តែបពពួកដែលយើងស្រស់ស្រួលគ្នាយើងចូលចិត្តតែបពពួកយើងហើយយើងស្អប់អ្នកនេះស្អប់អ្នកនោះតើរួចទេបងប្អូនអាហ្នឹងហើយដែលធ្វើឲ្យប្រទេសជាតិធ្លាក់ចុះដោយសារអីកំណត់យើងពោពេញទៅដោយសេចក្តីសំអប់តែមនុស្សម្នាក់យើងមិនអាចស្រឡាញ់គាត់បានផងចុះមនុស្សមកកណោទៀតដែលយើងមិនដែលស្គាល់គាត់ដែលយើងស្រឡាញ់គាត់បានដោយរបៀបណាណាតើយើងចែករំលែកសេចក្តីស្រឡាញ់ដល់ពួកគាត់ដោយរបៀបណាបាទអញ្ចឹងមុននឹងយើងស្អប់នរណាម្នាក់យើងរើសអើងនរណាម្នាក់ត្រូវគិតដល់ប្រជាជាតិទាំងមូលថាតើយើងផ្ដើមចេញពីអាតូចហ្នឹងដើម្បីផ្ដល់សេចក្តីស្រឡាញ់ដល់អ្នកដទៃផ្សេងទៀតណាដល់អ្នកដទៃដែលគាត់ត្រូវការសេចក្តីស្រឡាញ់ត្រូវការសេចក្តីសប្បុរសពីយើងបាទតែផ្ដើមចេញពីមនុស្សម្នាក់ផ្ដើមចេញពីរឿងតូចតាចហ្នឹងយើងធ្វើបានហើយនៅបាទអញ្ចឹងកុំព្យាយាមបង្កើតសេចក្តីសង្អប់នៅក្នុងខ្លួនកុំព្យាយាមរើសអើងកុំព្យាយាមបង្កើតពួកទៅរៀនចែករំលែកសេចក្តីសប្បុរសសេចក្តីស្រឡាញ់ហើយដាស់តឿនអ្នកណាដែលគាត់ធ្វើខុសឬក៏អ្នកដែលគាត់និយាយទៅវាមិនគប់គួរយើងប្រាប់គាត់យើងផ្ដល់សេចក្តីស្រឡាញ់ឲ្យគាត់ថែមដើម្បីឲ្យគាត់ដឹងថាទង្វើដែលគាត់និយាយទៅគាត់ធ្វើហ្នឹងវាអត់វាអត់សមប្រកបទេវាឆ្គាំឆ្គងនឹងហើយទៅគេហៅថាសេចក្តីស្រឡាញ់គឺផ្ដើមចេញពីខ្លួនយើងនឹងឯងយើងកុំព្យាយាមស្អប់គាត់ឬអាងគាត់អាហ្នឹងយើងខ្លាចជាមនុស្សម្នាក់ដែលប្រព្រឹត្តអំពើអាក្រក់មុនគេហើយអញ្ចឹងណាបាទបើយើងពិតជាមនុស្សល្អយើងត្រូវព្យាយាមផ្ដល់ឱវាទផ្ដល់យោបល់កែខៃគាត់បាទរិះគន់ស្ថាបនាគាត់បាទមិនមែនឃើញគាត់ខុសយើងមិនរិះគន់ដើម្បីស្ថាបនាគាត់ហើយយើងមិន
មិនmotivate គាត់ហើយយើងមិនប្រាប់ពីចំណុចខ្វះខាតរបស់គាត់ហើយយើងរើសអើងគាត់ទៀតបាទគឺជារឿងមួយមិនសមប្រកបមិនល្អទេសម្រាប់ប្រជាពលរដ្ឋដូចគ្នាជាតិសាសន៍ដូចគ្នាឬក៏ជាតិសាសន៍ដទៃក៏ដោយបាទពួកមនុស្សมันអាចរស់នៅអមតៈទេហើយជីវិតមនុស្សយើងប្រៀបបីដូចជា diagram មួយអញ្ចឹងថ្ងៃនេះយើងសប្បាយចិត្តថ្ងៃក្រោយក៏មិនប្រកាសថាយើងសប្បាយដែរថ្ងៃនេះយើងមានលុយចាយថ្ងៃក្រោយមិនប្រកាសថាយើងមានហូរហៀនយ៉ាងណាថ្ងៃនេះយើងសប្បាយក្អាកក្អាយថ្ងៃស្អែកក៏មិនប្រកាសថាយើងអឺមិនកើតទុកដែរថ្ងៃនេះយើងមានមិត្តថ្ងៃក្រោយមិនប្រកាសថាយើងបានមានមិត្តមកនៅកំដរយើងដែរអញ្ចឹងត្រូវចាំថាពេលវេលា time ណា time to sorrow time to be happy time to enjoy ណា time to cry time to mourn ណា time to be happy everything is a time អញ្ចឹងយើងត្រូវចងចាំណាអត់មានអាណាអឺ perfect ហើយអត់មានអាណាសប្បាយរហូតណារីកចម្រើនរហូតជោគជ័យរហូតគឺអត់ទេគ្រប់ពេលទាំងអស់គឺសុទ្ធតែមានពេលវេលារបស់វាអញ្ចឹងកុំរើសអើងកុំបែងចែកបាក់ពួកត្រូវរៀនចែកម្លែកសេចក្តីស្រឡាញ់ណារាប់អានមនុស្សទូទៅក្រើនរំលឹកតែការរាប់អានបងខ្ញុំមិនបាច់បរៀនបងប្អូនទេយើងមិនមែនចេះតែរាប់អានមនុស្សទេតែយើងមិនមែនរើសអើងមនុស្សទេណាយើងមិនមែនរើសអើងមនុស្សទេការនិយាយដើមក៏វាមិនល្អដែរនិយាយដើមពីអ្នកដតីជុំគ្នានិយាយដើមអ្នកដតីជាពិសេសដូចខ្ញុំនិយាយចឹងមនុស្សកាលណាជុំគ្នានិយាយតែដើមអ្នកដតីអាហ្នឹងជាអំពើបាបធំបំផុតហើយអត់មានទៅនាំគ្នាយកខួរក្បាលទៅគិតរឿងមានប្រយោជន៍សម្រាប់សង្គមមនុស្សណាទូទៅសង្គមមួយដ៏តូចអត់និយាយតែដើមគ្នាឥតប្រយោជន៍បាទអ្នកនេះអញ្ចេះអ្នកនោះចុះឥតប្រយោជន៍អញ្ចឹងចូលសូមកុំប្រើពាក្យ discrimination gossip ឬក៏ hatred ប៉ុន្តែប្រើពាក្យថា love ណា constructive feedback រិះគន់ដើម្បីស្ថាបនាបើសិនជាយើងពិតជាស្រឡាញ់គាត់យើងមិនរើសអើងគាត់បើឃើញគាត់និយាយខុសធ្វើខុសរិះគន់ដើម្បីស្ថាបនាភ្លាមហើយក៏យើងមិនអាចបង្ខំឲ្យគេទទួលយកការរិះគន់របស់យើងដែរគាត់នឹងយកទៅដេកគិតណាទៅជាសេចក្តីស្រឡាញ់បើយើងដឹងថាគាត់ខុសហើយយើងមិនរិះគន់គាត់មិនប្រាប់គាត់ប្រៀបបីដូចជាយើងស្អប់គាត់អញ្ចឹងយើងជន់គាត់បង្លិចបន្ថែមអញ្ចឹងបាទនេះជាការចែករំលែកតិចតួចបាទសូមអរគុណ